បាទឥឡូវនេះខ្ញុំនឹងប្រាប់អំពីរបៀប download WinPower ដើម្បី install នៅលើ PC ភ្ជាប់ទៅ UPS ណាបាទដំបូងយើងត្រូវបើក Google មកបាទ Google ច្រំមកចូល Google សិនមកបាទងាយស្រួលបាទតទៅទៀតទៅ save មក download ចឹងមកបាទ download WinPower ចឹងមក WinPower បាទធ្វើការ install បាទពេលយើង search ចឹងវាចេញនេះWinPower នេះ G2 នេះអាហ្នឹងកុំឲ្យសោះអត់យកនេះបាទយកនេះបាទយកនេះណាបាទសម្រាប់យើង install សម្រាប់ monitoring ណាឬក៏ control ផ្សេងៗណាបាទអញ្ចឹងកុំឲ្យចាំយើងចុចបើកតែម្ដងចុចបើកតែម្ដងបាទបើវាគ្នាវាចេញចេះយើងចុចខ្វែងចោលមកហើយមកទៀតយើងត្រូវដឹងថាយើង install សម្រាប់អ្វីគេតែនៅក្នុងវីដេអូនេះគឺយើង install សម្រាប់តែប្រភេទ Windows ណាអញ្ចឹងយើងត្រូវការចុច download តែម្ដងនេះបាទពងធ្វើការ download ហើយអូខេឥឡូវនេះដំណើរការនៃការ download WinPower បានជោគជ័យហើយអញ្ចឹងកុំឲ្យចាំយូរយើងចុចបើកតែម្ដងបាទយើងចូលទៅ download ហ្មងបាទនេះបាទអញ្ចឹងយើង extract សិនបាទ extract សិនអូខេឥឡូវទៅ extract ហើយយើងទទួលបាន WinPower មួយហើយអញ្ចឹងយើងធ្វើការ install បាទចុច install តែម្ដងបាទកាលនៅវាចេញបែបនេះចុចកន្លែង more info បន្តទៀតចុច run away អូខេឥឡូវយើងចុច next បន្ទាប់កន្លែងនេះគឺជាកន្លែងដាក់ product key បាទដើម្បី generate សំណួរសួរថាបាន product key មកពីណា product key គឺយើងយកពីក្នុង menu បាទសម្រាប់តែយើងទិញ UPS ណាក្នុង UPS វាមានសៀវភៅណែនាំបាទអញ្ចឹងវាមានសៀវភៅ menu អញ្ចឹងយើងដើម្បីរកអា key activate ណាយើងបើករមើលមកបាទរមើលពាក្យថា software នេះបាទនេះបាទនេះ software installation on your PC អញ្ចឹងយើងមើលកន្លែងនេះ key បាទនេះខ្ញុំយក key ពីកន្លែងហ្នឹងបាទអរគុណនេះគឺជា product key បាទសម្រាប់យើងធ្វើការ activate បាទយើង copy មកបាទធ្វើការ copy មកហើយដាក់ចូលនឹងមកអញ្ចឹងយើង next ទៀតបាទអញ្ចឹងរងចាំឲ្យពេញទៅបាទឥឡូវបន្ទាប់ពីពេញហើយយើងចុចដានមួយមកបន្ទាប់ពីដានហើយយើងធ្វើការបើក UPS បាទបើក UPS មកហើយយើងយកខ្សែដោតប្រភេទដូច RJ45 ណា connect port RJ45 ដោតទៅកុំព្យូទ័ររបស់យើងបន្តមកទៀតយើងធ្វើការបើកកម្មវិធី WinPower នឹងតែម្ដងអូខេពេលបើកហើយនេះវាសួរវាឲ្យយើងបដូរ user បាទបដូរ user ថ្មីបាទបដូរ admin បដូរ password user ថ្មីតែក្នុងករណីនេះយើងអត់បាច់ទេបាទយើងមិនបាច់ទេណាបញ្ជាក់ណាកុំឲ្យយើងច្រឡំអញ្ចឹងចុចខ្វែងចោលបាទអញ្ចឹងយើងចូលមកកន្លែងនេះមកបាទអញ្ចឹងវាអត់តន់ស្គាល់ទេបាទនេះវាកំពុង search អញ្ចឹងចាំតិចណាវាកំពុង search device UPS ដែលយើង connect ជាមួយនឹង WinPower ហ្នឹងដែលយើង connect ជាមួយនឹង Windows ហ្នឹងនេះឥឡូវវា detect បាទ detect ឃើញហើយបាទនេះគឺវា detect តាមរយៈ USB ដែលយើង connect ដោតមិញណាបាទអញ្ចឹងឥឡូវយើងមើលហើយបាទនេះគឺជាដំណើរការនៃ UPS របស់យើងក៏ប៉ុន្តែបញ្ជាក់ណាសម្រាប់ប្រភេទ Blazer បាទ Blazer 850នេះគឺអត់មានមុខងារ auto start ទេគឺមានតែមុខងារshut down Windows និង shut down UPS ណាបាទអញ្ចឹងខ្ញុំនឹងប្រាប់អំពីមុខងារ auto shut down UPS និង auto shut down PC ដែលយើង connect ណាអញ្ចឹងចាក់ស្ដែងដើម្បីឲ្យយើងអាចចូលទៅ config ឬក៏ទៅបញ្ជាទៅលើ system ដែលយើងកំណត់តាមរយៈ WinPower ទៅលើ UPS ហ្នឹងបាទយើងត្រូវតែមាន password admin មួយបាទយើងមានសិទ្ធិក្នុងការបញ្ជាបាទនេះគឺជា admin បាទតែនេះខ្ញុំលុបចោលបាទជាស្រ័យគឺយើងយកតែប៉ុណ្្នឹងទេបាទនេះ admin បាទ administrator បាទយើង copy មកបាទ copy មកហើយយើងចូលមកកន្លែងនេះaccount administrator អញ្ចឹងចុចទៅលើគេហ្នឹងបាទលើគេហ្នឹង
បាទតោះទៀតយើងបញ្ចូលបាទបញ្ចូលផាបញ្ចូលតែម្ដងហើយអូខេអានេះទើបយើងមានសិទ្ធិក្នុងការ set rule នៅក្នុង WinPower ហ្នឹង control ទៅ UPN ណាបញ្ជាក់ណាហ្នឹងហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងមុខងារ control ហ្នឹងចែកចេញជាពីសន្តានបាទសន្តានទី1គឺយើងចូល line device នេះបាទយើងចូលទៅមើល parameter បាទ parameter អញ្ចឹងកន្លែងនេះយើងអាចកំណត់បញ្ជា UPS ហ្នឹងតាមរយៈ USB connect ពី UPS ភ្ជាប់ជាមួយនឹង PC ឥឡូវយើងត្រូវមើលបើសិនបើយើង tag កន្លែងនេះហើយយើងសេរីនេះ 40% អញ្ចឹងករណីបើភ្លើងដាច់ហើយគួយនៅក្នុង UPS ហ្នឹងវាធ្លាក់ធម្មពលពុតគង់នឹងនៅសល់ 40% បាទអញ្ចឹងវានឹងធ្វើការ shut down កុំព្យូទ័របាទ shut down កុំព្យូទ័រហើយនឹងបិទ UPS បាទបញ្ជាក់ណាបាទបាទកន្លែងនេះបាទយើងដឹងគឺ shut down នៅពេលដែលគួយធ្លាក់ខ្សោយបន្តិចគឺវានឹងធ្វើការបិទបាទការបិទហើយកន្លែងនេះគឺយើង accept remote ពីខាងក្រៅបាទយើងត្រូវដាក់ IP នេះដាក់មកនេះដាក់ IP ហោះពី device ផ្សេងណាបាទចូលមកកុំព្យូទ័រហ្នឹងក៏តែអានេះមុខងារនេះគេតើទៀតនឹងវាទាមទារយើងមានចំណេះដឹងខ្លាំងទៅលើវាបាទហើយពាក់ព័ន្ធមួយកន្លែង run command នេះអានេះគឺយើងទៅ save batch file ហើយយើងទៅ save batch file មករកដែលមានជំនាញសរសេរមកហើយប្រើវាទៅរក batch file ដែលយើងចង់ដាក់អញ្ចឹងណាអានឹងមានប៉ុណ្ណឹងទេពាក់ព័ន្ធមួយការងារហ្នឹងមួយទៀតគឺយើងបង្កើត schedule បាទ schedule shut down machine បាទអញ្ចឹងទេពាក់ព័ន្ធនឹងការបង្កើត schedule នេះយើងមើលបាទនេះកន្លែងនេះបាទ UPS on off schedule អញ្ចឹងយើងមើលទៅបាទឥឡូវវាមានមុខមាត់បែបហ្នឹងអញ្ចឹងដើម្បី add process schedule shut down ហ្នឹងនេះយើងចុចកន្លែងខាងក្រោមនេះបាទខាងក្រោមនេះចុចចឹងមកបាទមួយមកបាទអញ្ចឹងយើងរើសមកយើងរើសថាចង់ឲ្យវា shut down កំណត់តែម្ដងហ្នឹងលើកក្រោយវាលេងដំណើរការឬក៏ឲ្យវាកំណត់ក្នុងមួយវិបាទជាប្រចាំវិជាប្រចាំសប្តាហ៍បាទអញ្ចឹងក៏បានដែរអានឹងអញ្ចឹងបាទហើយយើងរើសមកប្រហែលថ្ងៃឬក៏ថ្ងៃណាមួយអញ្ចឹងបាទថ្ងៃណាមួយដែលយើងចង់ឲ្យវា shut down អញ្ចឹងបាទជារៀងរាល់សប្តាហ៍អញ្ចឹងណាបាទតែនេះយើងរើសតាមនោះទៅតែលើចេះខ្ញុំឧទាហរណ៍ងាយយល់យើងបង្កើត schedule តែម្ដងទេបន្ទាប់ពីវា shut down លើកហ្នឹងលើកក្រោយគឺវាលែងធ្វើទៀតហើយអញ្ចឹងណាឧទាហរណ៍ថាឥឡូវ2025ខែណាមួយថ្ងៃទី26វេលាម៉ោង15ហ្នឹងវាចឹងថាម៉ោង3ហ៎បើយើងនិយាយម៉ោង3អញ្ចឹងឧទាហរណ៍យើងកំណត់ថាម៉ោង16ឲ្យវាលុតចឹងដាក់មកបាទម៉ោង16ចឹងមកបាទហាប្រហែល16:00ចឹងទៅឧទាហរណ៍ណាបាទអានេះវិនាទីនេះគឺយើងត្រូវដាក់00ទៅអាហ្នឹងតែចិត្តយើងកំណត់ទេអញ្ចឹងអាលើនេះគឺយើងកំណត់ឲ្យកុំព្យូទ័រ shut down បាទកំណត់ឲ្យ Windows shut down បញ្ជាក់ណាអាលើនេះគឺជាថ្ងៃខែក៏ដូចជាម៉ោងដែលយើងបញ្ជាឲ្យកុំព្យូទ័រ shut down បន្តមកទៀតកន្លែងនេះគឺយើងត្រូវបញ្ជាឲ្យ UPS shut down ដែរបន្ទាប់ពី Windows ត្រូវបាន shut down បាទបញ្ជាក់ណានេះគឺជាថ្ងៃខែក៏ដូចជាម៉ោងដែលយើងបញ្ជាឲ្យ UPS បន្ទាប់ពី shut down Windows ហើយ UPS នឹងធ្វើការ shut down ដែរបាទបញ្ជាក់ណាអញ្ចឹងយើងដាក់មកម៉ោងប៉ុន្មានជាធម្មតាវាអត់លើខ្វះគ្នាប៉ុន្មានទេអញ្ចឹងអានោះប្រហែលម៉ោង16ឧទាហរណ៍ណាបាទម៉ោង16អញ្ចឹងយើងដាក់មក16នោះ00យើងដាក់5នាទីទៅណាបាទដាក់5នាទីទៅឬក៏ដាក់10នាទីក៏បានស្អាតចិត្តទេបាទអញ្ចឹងមកបាទជាក់កន្លែងហ្នឹងបន្ទាប់មកយើងជួយការ select អញ្ចឹងការ select កន្លែងនេះមានន័យថាគឺឲ្យ UPS ហ្នឹងវាបញ្ជា Windows shut down តាមរយៈខ្សែ USB នេះបាទ USB យើងដោត connect ពី UPS ចូលទៅកុំព្យូទ័របញ្ជាក់ណាបាទតទៅទៀតយើងចុចអូខេមកបាទអញ្ចឹងយើងនឹងឃើញនេះបាទយើងនឹងឃើញពេលវេលាបាទនៃការ schedule ហ្នឹងបាទយើងចង់ធ្វើម្ដងទៀតយើងចុច modify មកបាទឬក៏យើងចុច add time យើងចុច add time មួយទៀតមកបាទ column ថ្មីមក add time មកថ្ងៃណាអញ្ចឹងណាបាទបញ្ជាក់អញ្ចឹងតែនេះយើងបង្កើតតែមួយ schedule សិនទេហើយបង្កើតតែម្ដងបញ្ជាក់ណានឹងអូខេអញ្ចឹងមកបាទវានឹងដំណើរការ